សូមជូនរឿងក្រពើរមើលគុណជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ដែលនិយមតាមដានស្ដាប់កំសាន្តនៅរឿងនិទានខ្មែរថ្ងៃនេះ Channel រឿងនិទានខ្មែរសូមលើកយកនៅរឿងនិទានខ្លីមួយមកចែករំលែកទៅកាន់ពុកម៉ែបងប្អូនទុកគ្រាន់ស្ដាប់កំសាន្តនិងទុកគ្រាន់ជាគតិសម្រាប់គិតពិចារណាសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច Subscribe ទៅលើ Channel របស់ខ្ញុំសូមជួយចុចម្នាក់មួយផង Channel របស់ខ្ញុំមានឈ្មោះថារឿងនិទានខ្មែរដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូនចូលរួមស្ដាប់កំសាន្តដូចតទៅរឿងក្រពើរមើលគុណមានបរិះឪពុកនិងកូនបរទេសចេញទៅជួបនឹងក្រពើមួយដែលភ្លើងព្រៃរលរៀលជើងទាំង4និងដើររកចំណីឆៃពំបានអត់អាហារស្គមរៀងរៃបរិះជាឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង4ស្គមទាំងខ្លួននិងវាពំបានដូច្នោះហើយបរិះនោះអាសូរក្រពើបានកាប់ឈើមកចងអមក្រពើនោះជាប់លើកដាក់លើរទេះបរទៅលុះដល់បឹងមួយធំជាទីសុខសប្បាយបរិះនោះក៏ដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកឆ្អែតហើយគិតនឹងខំបរិះនោះវិញបរិះនោះថាព្រះស្ដែងពុំខំអញមានគុណលើព្រះស្ដែងក្រពើនោះថាមានគុណនឹងអញឯដាបើចងអញស្ទើរស្លាប់ដូច្នេះអញឆៃព្រះស្ដែងឲ្យទាល់តែបានបរិះនោះថាព្រះស្ដែងកុំអាលខំអញមកយើងនឹងនាំគ្នាទៅរកអ្នកប្រាជ្ញលោកកាត់សេចក្តីនេះឲ្យយើងណាទើបបរិះនិងក្រពើនាំគ្នាទៅក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រដោយធ្វើដំណើរទីតីពីគ្នាក្រពើក្រាបបង្គំថាខ្ញុំព្រះបាទអម្ចាស់នៅទីនេះស្ងៀមស្រាប់តែចៅលិះមកចងអបខ្លួនខ្ញុំជាប់នៅលើរទេះបរទៅខ្ញុំព្រះបាទអម្ចាស់បំរះពុំរួចព្រោះតែធ្វើទុកបានជាខ្ញុំព្រះបាទអម្ចាស់ខំបរោះនេះឆៃបរោះនោះថ្វាយបង្គំថាក្រពើនេះភ្លើងព្រៃរលរៀលជើងទាំង4វាពំរួចបានជាខ្ញុំបាទអម្ចាស់អាសូរទើបយកឈើមកចងអបហើយលើកដាក់រទេះបរទៅដល់បឹងទើបស្រាយលែងហើយក្រពើនេះចុះទៅក្នុងទឹកបានផឹកទឹកស្កប់ស្កល់ហើយមានកម្លាំងក៏គិតមកខំខ្ញុំព្រះបាទអម្ចាស់វិញហេតុនេះបានជាខ្ញុំព្រះបាទអម្ចាស់ទាំងពីរនាំគ្នាមកក្រាបបង្គំទូលព្រះអង្គសូមទ្រង់កាត់សេចក្តីនេះបើព្រះអង្គមិនជឿសូមទ្រង់តោតជើងទាំង4របស់ក្រពើចុះព្រះមហាក្សត្រទ្រង់ពិចារណាថាក្រពើនេះឥតធម៌ពុំដឹងគុណគេឡើយទើបព្រះអង្គកាត់ថាបើដូច្នេះមានតែព្រះស្ដែងឲ្យគេចងព្រះស្ដែងដូចពីមុននោះសិនហើយសំអញគិតពិចារណាឲ្យព្រះស្ដែងទើបព្រះអង្គឲ្យបរិះនោះទៅចងក្រពើនោះជាប់ដូចពីមុនហើយទ្រង់មានព្រះបន្ទូលថាព្រះស្ដែងនាំទៅផ្ទះចុះថ្ងៃក្រោយព្រះស្ដែងកុំធ្វើគុណនឹងសត្វដេរឆានព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កូមនិងមានពឹសទេព្រះមហាក្សត្រទ្រង់កាត់សេចក្តីដូច្នេះបរិះនោះចូលចិត្តណាស់បាទសូមគោរពថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានតាមដានទស្សនានៅការនិទានរឿងរបស់ខ្ញុំបាទពីដើមរហូតដល់ចប់ហើយសូមកុំភ្លេចជួយចុច like ចុច share Subscribe ទៅលើ Channel របស់ខ្ញុំបាទ
រឿងនិទានខ្មែរម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយសូមអរគុណ